តែខ្ញុំមកសុំ review ចាជាមួយនឹង Revo Rally 2026យើងម្ដងទៀតបងចាដោយសារតិចទៀតខោធៀមបញ្ចេញឡានហ្នឹងអញ្ចឹងស្តុកចុងក្រោយបងមួយប្រហែលជាអត់បានជួបគ្នាទៀតទេចាអញ្ចឹងនេះដៃចង្កូត classic របស់យើងមានកន្លែងទទួល call and call មានcruise control ចាចាប់កន្លងផ្លូវនេះរក្សាកម្រិតពីឡានខាងមកចាហើយ digital មិនទីទេយើងប្រើជាមួយនឹងអេក្រង់នៅ version classic យើងឡើយចាប៉ុន្តែយើងស្រួលមើលមកយ៉ាងម្នាក់ចាចុចអស់ពីហ្នឹងអូខេហើយ screen 2.1 2021ដល់20I think 25 screen version ផ្សេងនេះ26 screen version ផ្សេងចាំនេះខ្ញុំបរៀនពីរបៀប connect Bluetooth ជាមួយនឹង Apple CarPlay ចាដោយសារបងខ្លះគាត់នៅអត់ទាន់ start ចឹងណាបងចាខ្ញុំមាន Eco Mode Power Mode នេះភាំងដៃយើងទាញបងចាជាមួយនឹងចង្កឹះលេខមានប្រព័ន្ធជំនួយពេលចុះចំណោទកន្លែងឡុកប៉ង់កៅអីត្រជាក់សិនជាយើងអាចផ្ដាច់គ្នាបានណាខាងនោះក៏ចង់បាននេះផ្សេងទៅដូចខាងអត់សូវចិត្តត្រជាក់អីចឹងក៏ចង់បានអង្សាផ្សេងចានេះផលិតកាពីតាចាកន្លែងដាក់វ៉ែនតាបើកភ្លើងចាអូខេហើយនេះយើងកាត់ចំណាំងផ្លាតពីខាងក្រោយទៀតពេលយប់បងយើងដាក់អូតូចឹងណាចាអូខេហើយយើងស្រីកញ្ចក់យើងចង់ឲ្យកដោបយើងចុចចេះណាបងនេះចាព្រោះឡានយើងអត់មានអូតូទេ26នេះចាយើងចង់ lock unlock កញ្ចក់អីចឹងស្រីទៅsensor អញ្ចឹង sensor នេះបងត្រូវបើកវាចេញភ្លើងចេះណាមិនចឹងទេបិទអញ្ចឹងមានថា sensor យើងអត់បើកទេអញ្ចឹងពេលយើងអាយ៉ែតអីគឺអត់ស្រែកទេណាមានកាមេរ៉ា3ហកមានកន្លែង spot monitor បងចាអញ្ចឹងជំនួយនេះនៅលើកញ្ចក់ពេលដែលយើងមានអីពីក្រោយចំហៀងរៀបចាញ់ពីកន្លងអីហ្នឹងគឺវានឹងលោតផ្លែតអញ្ចឹងប្រាប់យើងថាមានអីអញ្ចឹងឲ្យយើង slow down សិនកុំតន់ចាញ់តែជាមួយនឹងបាស JBL ហើយដូចបញ្ជាក់ជូនទៅបង cashback $5,000 ធំខែ8នេះណាបងណាអូយចំណេញខ្លាំងណាស់បានឡានថ្មីហើយតម្លៃ special ទៀតបងចាជាប្រភេទឡាន Pickup បែប luxury អញ្ចឹងណាបងចាអញ្ចឹងតម្លៃពេញ 51,200 ពណ៌សកាម៉ៃដក 5,000 ភ្លាមបងចាលុយមែនតើបងចង់ទិញលុយសុទ្ធក៏បានបងរំលោះក៏បានដែរបងចាអរគុណចឹងជួបគ្នានៅកន្លែងដូរប្រេងយើងបងយីណាឋានថែទាំរថយន្តវ៉ានវិនខេត្តកំពង់ចាមណាបងណាចាអញ្ចឹងមកអញ្ចឹង check app ដូរប្រេងថែទាំរថយន្តយើងមើលគ្រឿងខៅជូនបងច្រើនចំណុច30ចំណុចជាងបងយើងមើលប្រព័ន្ធសុវត្ថិភាពស្បែកហ្វ្រាំងសបកកង់អាគុយអីផ្សេងទៀតច្រើនចាហើយយើងធ្វើទៅតាមចាប់ស្តង់ដាររបស់ក្រុមហ៊ុនតូយូតាដែលជាងរបស់យើងគឺមានជំនាញបាន trend ផ្ទាល់ពីក្រុមហ៊ុនតែម្ដងបងចាអរគុណច្រើន